ta ceramic coating គឺជាអ្វីហើយមានអត្ថប្រយោជន៍អ្វីខ្លះជំរាបសួរបងប្អូនទាំងអស់គ្នាបាទអ្វីដែលបងប្អូនតែងតែគិតថាការពារថ្នាំពណ៌យន្តមានតែការបិទហ្វៀមមែនទេតែពិតចម្លើយអត់ទេនៅមាន ceramic coating ទៀតតែ ceramic coating គឺជាស្រទាប់មួយដែលយើង coat បាទការពារទៅលើ clear coat ឡានបាទដែលធីមការងារយើងកំពុងធ្វើការ coat និងជូតសម្អាតអញ្ចឹងមុនពេលដែលយើងធ្វើការ coating នេះខ្ញុំនិយាយមុន coating បន្តិចគឺយើងធ្វើការ detail លាងសម្អាតយ៉ាងលម្អិតបន្ទាប់មកយើងធ្វើការប៉ូលាកម្ចាត់សាកស្នាមបាទឲ្យបានត្រឹមត្រូវមុនពេលយើងធ្វើការ coating អញ្ចឹង coating តើវាជួយអ្វីខ្លះអញ្ចឹង coating គឺវាជួយការពារថ្នាំពណ៌យន្តកុំឲ្យឆាប់ស្លកកុំឲ្យឆាប់ប្រេះហើយជួយការពារកម្ដៅថ្ងៃកុំឲ្យវាធ្វើឲ្យឡានរបស់បងប្អូនហ្នឹងរងខូចខាតនៅ clear coat ហ្នឹងដូចខ្ញុំនិយាយមិញអញ្ចឹងស្អាតហើយស្លកជាដើមហើយមួយទៀតគឺងាយស្រួលក្នុងការសម្អាតដោយសារតែបាទយើង ceramic coating ហើយទូឡានហ្នឹង reflect ហ្មងគឺ top coat គឺរអិលហ្មង hydrophobic អញ្ចឹងទោះបីតែទឹកក៏អត់សូវជាប់ដែរងាយស្រួលក្នុងការលាងមកយើងគ្រាន់តែបាញ់ទឹកលាងគឺជ្រុះសារជាតិកខ្វក់ចេញអស់ហ្មងនេះគឺជាអត្ថប្រយោជន៍មួយចំនួនធំរបស់ ceramic coating ហើយបងប្អូនគិតថាឲ្យតែការពារថ្នាំពណ៌យន្តគឺនឹកឃើញបិទហ្វៀមហីអញ្ចឹងពេលខ្លះដែលបងប្អូនដែលអត់ស្រឡាញ់ការបិទហ្វៀមបងប្អូនក៏អាចធ្វើ ceramic coating នឹងបានដែរបាទនៅ American Seal គឺយើងមានច្រើនឆ្នាំហើយអញ្ចឹងអត្ថប្រយោជន៍ពីរខុសគ្នានៃការបិទហ្វៀមជាមួយនឹង coating គឺបិទហ្វៀមផ្ដោតសំខាន់លើការពារឆ្កូតតែ coating អត់ការពារឆ្កូតទេគ្រាន់តែកាត់បន្ថយការប៉ះទង្គិចក៏ដូចជាកាត់បន្ថយភាពឆ្កូតបាទដោយសារតែវាល្អិលអញ្ចឹង coating ហើយគឺភ្លឺស្អាតអញ្ចឹងហ្មងបាទឡើងចាំងហ្មងភ្លឺជាងថ្នាំដើមបាទអញ្ចឹងសម្រាប់បងប្អូនដែលអត់ស្រឡាញ់បិទហ្វៀមដូចខ្ញុំនិយាយអញ្ចឹងអាចជ្រើសរើសយក ceramic coating បានសូមអរគុណ